ត្រួតទស្សនិកជនជាទីគោរពយ៉ាងងាកមកចាប់អារម្មណ៍ជាមួយនឹងក្រុម hacker របស់ប្រទេសចិនវិញម្ដងដោយ FBI ទម្លាយថាក្រុម hacker ប្រទេសចិនកំពុងព្យាយាមលួចយកបច្ចេកវិទ្យាមីស៊ីលថ្មីពីអាមេរិកដែលទុកបំពាក់លើនាវាមុជទឹកការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI កំពុងបើកការស៊ើបអង្កេតជុំវិញរបាយការណ៍មួយដែលថារដ្ឋាភិបាលចិនបានវាយប្រហារព័ត៌មានវិទ្យាឬ hack លើក្រុមហ៊ុនម៉ៅការផលិតអាវុធសម្រាប់យោធាអាមេរិកដោយលួចបានទិន្នន័យសន្តិសុខសំខាន់មួយចំនួននេះបើតាម Washington Post ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសៅរ៍ទី9 ខែមិថុនាឆ្នាំ2018យោងតាមកាសែតអាមេរិក Washington Post ក្រុម hacker ចិនបានចូលលួចទិន្នន័យសន្តិសុខសំខាន់មួយចំនួនក្នុងនោះរួមមានទាំងគម្រោងផលិតមីស៊ីល Supersonic ហើយការវាយប្រហារព័ត៌មានវិទ្យានេះកើតមានឡើងនៅចន្លោះខែមករានិងខែកុម្ភៈឆ្នាំ2018នេះបន្ថែមពីលើនេះថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ Washington Post មន្ត្រីអាមេរិកបានឲ្យដឹងថាក្រុមម៉ៅការផលិតអាវុធដែលគេត្រូវ hack នោះគឺកំពុងទទួលខុសត្រូវលើការស្រាវជ្រាវនិងអភិវឌ្ឍនាវាមុជទឹកក៏ដូចជាអាវុធនៅក្រោមទឹកឲ្យកងនាវីអាមេរិកជាពិសេសគឺគម្រោង Sea Dragon ដែលមានគោលដៅផលិតមីស៊ីល Supersonic សម្រាប់បំពាក់លើនាវាមុជទឹកនៅត្រឹមឆ្នាំ2020គួរបញ្ជាក់ថាបើតាមក្រមមន្ត្រីអាមេរិកក្រុមហ៊ុនខាងលើកំពុងធ្វើការងារជាមួយមជ្ឈមណ្ឌលស្រាវជ្រាវសង្គ្រាមក្រោមផ្ទៃទឹកជាអង្គភាពយោធាមួយមានមូលដ្ឋាននៅក្នុងទីក្រុង Newport នៃកោះ Rhodes ក៏ប៉ុន្តែរដ្ឋាភិបាលចិនមិនទាន់មានប្រតិកម្មអ្វីទៅនឹងសេចក្តីរាយការណ៍របស់ Washington Post នៅឡើយទេ